មកដឹងពីល្បិចរស់ស៊ីរបស់ចាស់ហាងមួយនេះគឺថាឆ្លាតមែនតើយកខួឆ្អឹងស្មងយកមកតាក់មួយ free ជូនមកតុកមកដុំមកតុកមកដុំកុំច្រឡំថាមកតុកនឹងមកគោធំមិនមែនទេមកតុកតែមកដុំទេ free ជូនអូមានសាច់គោខ្មែរនេះគាត់លក់មួយចានតម្លៃធម្មតា$10ចុចប្រមាណទេប៉ុន្តែឥឡូវគាត់ចុះសល់តែមួយចាន$1.99ទេប៉ុន្តែសិតតែសាច់គោផ្នែកពិសេសឆ្ងាញ់មែនតើហើយនេះសាច់គោមួយចានហ្នឹងពុកម៉ែបងប្អូនសល់$1.99មួយចានមិញហ្នឹងគឺសាច់គោខ្មែរគ្រប់ប្រភេទនិយាយទៅមកតុកហៅបានតែមួយចានដូចគ្នាអត់មានលក់ច្រើនឲ្យទេព្រោះតម្លៃគេពេញគឺរៀងថ្លៃអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនស្មងគោស្មងអីនេះគឺថាអូ free ជូនមកតុកមកដុំអញ្ចឹងកុំភ្លេចណាគេដាក់អន្ទាក់យើងទៀតហើយប៉ុន្តែកន្លែងគេទំនងឲ្យឆ្ងាញ់ធានាជូនហ្មងទាំងទឹកស៊ុបទាំងទឹកជ្រលក់ជាមួយនឹងហាងជីនតុងអូហាងគាត់ល្បីណាស់ពុកម៉ែបងប្អូនបើកដល់ម៉ោង3 4ភ្លឺណាណូម៉ោង3ភ្លឺនិយាយទៅហាងរបស់គាត់នេះតែភ្ញៀវដល់យប់ជ្រៅគឺនៅកំដរបានហើយហាងរបស់គាត់ដែរអូភ្ញៀវពេញហើយល្បីសាច់គោនិងប្រហិតសាច់គោនៅហាងគាត់ហើយកុំភ្លេចនៅកន្លែងគាត់គឺមានបន្ទប់ VIP បន្ទប់ម៉ាស៊ីនត្រជាក់ចង់បានຂະຫນាតទំហំប៉ុណ្ណាក៏បានដែរចង់បែប private romantic មិនគឺគាត់មានទាំងអស់អញ្ចឹងពីខ្ញុំទៅហាងរបស់គាត់គឺថាពិសេសខ្លាំងនៅជិតស្តុបសាលា ACE ណាសម្ដេចប៉ាននៅផ្លូវសម្ដេចប៉ានហ្នឹងអញ្ចឹងកុំភ្លេចសាកនៅកន្លែងគាត់ដឹងតែជាប់ចិត្តជាមួយនឹងរសជាតិដោយសារតែគាត់បានដាក់អន្ទាក់មានល្បិចតាំងពីដើមវីដេអូមកនោះគឺល្បិចគាត់គឺគាត់ free ឲ្យយើងជាប់ម៉ួយគាត់ប៉ុន្តែការ free នេះបញ្ជាក់មាន promotion កំណត់ត្រឹមដាច់ខែ3នេះទេអត់មាន free រហូតទេព្រោះសាររបស់ហ្នឹងវាថ្លៃដែរហើយណែអូបងគេមួយថ្ងៃច្រើនណាស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តអីហ្នឹងគឺអាចទៅសាកល្បងបានរសជាតិសាច់គោខ្មែរយើងមានប្រភេទអេណាសាច់គោស្រស់ហើយមានប្រភេទផ្នែកច្រឡកគេហៅច្រឡក5ឆ្នូតមិនគេនោះហើយសាច់ប្រភេទសាច់បូកូសាច់ខ្លាញ់ស្រួយប្រហិតសាច់គោអីនៅកន្លែងគាត់គឺធានាជូនហ្មងពុកម៉ែបងប្អូនអូចឹងមកថាសាច់គោខ្មែរយើងពេលដែលគេដឹងផ្នែកដឹងកន្លែងគេឆ្ងាញ់ដាក់ជាមួយនឹងប្រភេទទឹកស៊ុបចិនទឹកស៊ុបអីជ្រលក់ជាមួយនឹងទឹកជ្រលក់ស៊ីឈ័នទឹកជ្រលក់អីរបស់គេប្លែកហ្នឹងគឺថាត្រូវមាត់ត្រូវចិត្តមែនតើខ្ញុំជឿថាអ្នកដែលគេធ្លាប់អាសាញ៉ាំស៊ុបចិនហើយញ៉ាំសាច់គោខ្មែរយើងគឺដឹងថាញ៉ាំហើយរសាច់គោប្រទេសណាយកមកប្រៀបផ្ទឹមមិនបានទេព្រោះរសជាតិមកបែបផ្សេងពីសាច់គោផ្សេងយើងមិនប្រៀបធៀបប៉ុន្តែក្នុងន័យថាវាពិសេសចឹងសម្រាប់ពុកម៉ែបងប្អូននៅមានមួយទៀតមានសាច់ត្រីស្រួយរបស់គេមិនទៀតនោះណាអូមិនធម្មតាទេនៅហាងនេះសាច់ត្រីស្រួយហ្នឹងគាត់ថាត្រីហ្នឹងគឺគេចិញ្ចឹមប៉ុន្តែគេឲ្យស៊ីគ្រាប់ស្វាយចន្ទីឯណាណោះហើយនេះអូយនេះដាក់តាក់ទៀតហើយស្មងគោរបស់គាត់នេះពុកម៉ែបងប្អូនអូយកាត់កង់មកឃើញខួពេញតែម្ដងសម្រាប់ស្មងគោគឺគាត់ត្រៀមសម្រាប់ធ្វើ promotion ជូននឹងឯងតែការផ្ដល់ជូនគឺមានកំណត់ក្នុងមួយតុកគឺបានតែម្ដុំទេហើយសម្រាប់ពុកម៉ែបងប្អូនពេលវេលាកំណត់គឺត្រឹមដាច់ខែ3ហ្នឹងចឹងកុំភ្លេចទៅសាកទៅភ្លក់រសជាតិអូខួឆ្អឹងស្មងអីណាគេល្បីផ្ទុះហើយនេះគឺជាប្រភេទត្រីស្រួយកុំច្រឡំសាច់ជ្រូកសាច់គោអីមែនទេណាពណ៌សមិញហ្នឹងអូពិសេសណាមនុស្សសាច់អីអូសាច់នៅនឹងប្រហិតនៅនឹងគឺស្រស់ណាពុកម៉ែបងប្អូនអើយមុខម្ហូបនៅកន្លែងហ្នឹងគឺខ្ញុំធានាឲ្យហ្មងឲ្យតែថាពុកម៉ែបងប្អូនជាអ្នកដែលថាចូលចិត្តប្រភេទស៊ុបចិនហាងធំ brand អីហ្នឹងគឺមកជីនតុងនេះគឺញ៉ាំឲ្យអត់ស្ដាយលុយទេហើយបើថាស៊ុបហិលម្ទេសអីនេះអត់សូវរីកមិនមកហិលខ្ញុំញ៉ាំហិលខ្លាចនិយាយទៅចិនចំហ្មងហិលម៉ែហិលដាច់ក្បាលដាច់កតុយពុកម៉ែបងប្អូនអើយនេះអាម្ទេសពេញឆ្នាំងនេះអញ្ចឹងមកអ្នកទាំងអស់គ្នាមិនប្រកែទេកុំអីហៅស៊ុបផ្សេងទៅស៊ុបផ្សេងក៏ឆ្ងាញ់ណាស់ដែរស៊ុបនេះគេឆ្ងាញ់បែបហិលរបស់គេអញ្ចឹងណាហើយណែអូខួឆ្អឹងស្មងពុកម៉ែបងប្អូនអើយខួឆ្អឹងទាំងដុំបើណាស់ចឹងសម្រាប់អ្នកដែលចូលចិត្តអាចសាកល្បងភ្លក់បាននៅកន្លែងគាត់ទៅដឹងបាន free មួយកង់ហើយចឹងសម្រាប់នៅកន្លែងគាត់គឺមានជំរើសសាច់ជំរើសមុខម្ហូបជាច្រើនអ្នកទាំងអស់គ្នាយកមកញ៉ាំជាមួយនឹងទឹកស៊ុបឯហ្នឹងគឺត្រូវណាហើយនៅហ្នឹងគឺគាត់មានប្រភេទអីទៀតនៅហ្នឹងពេលអ្នកទាំងអស់គ្នាញ៉ាំសាច់ញ៉ាំអីហើយតិចទៀតគេមានរបស់ free ឲ្យយើងញ៉ាំទៀតគឺការ៉េមហើយនេះគឺជាប្រភេទត្រីស្រួយដែលខ្ញុំនិយាយនឹងឯងគេចិញ្ចឹមឲ្យស៊ីស្វាយចន្ទីមិននោះសាច់វាស្រួយអញ្ចឹងហៅត្រីស្រួយដូចគេហៅដូចត្រីតសក់ខ្មែរយើងអញ្ចឹងសម្រាប់មុខពុកម៉ែបងប្អូនដែលចូលចិត្តគឺអាចទៅបាននៅកន្លែងគាត់ហ្នឹងហើយកុំភ្លេចណាប្រភេទសាច់គោខ្មែរ promotion សល់មួយចាន$1.99ប៉ុន្តែហៅបានតែមួយចានទេសាច់គោខ្មែរគ្រប់ប្រភេទមានចានរបស់គេអាចារ្យជ្រុងហ្នឹងពុកម៉ែបងប្អូនចានពណ៌សជ្រុងហ្នឹងមិនមែនអាចារ្យមូលធំនេះទេហើយសម្រាប់ប្រភេទសាច់ផ្សេងទៀតក៏គាត់មានជំរើសច្រើនដែរអញ្ចឹងបានខ្ញុំថាមកនេះគឺគាត់ជាទូទៅគាត់មិនងាយមាន promotion ទេ promotion គាត់គឺ promotion តាក់ម៉ួយឲ្យមកសាកឲ្យភ្លក់ម៉ួយខ្លះ
ះតែបានសាអាចទៅសាបានហើយកុំភ្លេចណាញ៉ាំការ៉េមនៅនឹងក៏ free ដែរបន្ទាប់ពីយើងញ៉ាំអីហឹលហើយដាក់ការ៉េមទៅញ៉ាំមួយសេរី free ជូនអរគុណពុកម៉ែបងប្អូនជម្រាបលាបាយបាយ